ខ្មែរនាំចេញស្វាយចន្ទីជិត1 លានតោនក្នុងឆ្នាំ2025នេះតើអ្វីជាឱកាសរកចំណូលក្នុងមុខរបរស្វាយចន្ទីបាទទាំងអស់គ្នាសមត្ថភាពនៅក្នុងការផលិតស្វាយចន្ទីសម្រាប់ប្រទេសកម្ពុជាយើងគឺមានការផ្ទុះឡើងខ្លាំងមែនទែនបាទ10ឆ្នាំចុងក្រោយនេះជាមោទនភាពធំខ្លាំងដែលយើងអាចក្លាយទៅជាអធិរាជស្វាយចន្ទីមួយនៅក្នុងពិភពលោកផ្ទាល់តែម្ដងមិននៅអាស៊ានមិននៅអាស៊ីទេគឺនៅក្នុងពិភពលោកផ្ទាល់តែម្ដងឆ្នាំ2014យើងដាំស្វាយចន្ទីនិយាយរួមជាទិន្នផលបានប្រហែលជា50000តោននៅក្នុងមួយឆ្នាំប៉ុន្តែតទៅពេលដល់ឆ្នាំ2024យើងឡើងរហូតដល់85000តោននេះជាទិន្នផលមួយដែលខុសគ្នាមេឃនិងដីនៅក្នុងរយៈពេល10ឆ្នាំ2025នេះក៏កើនដែរក្រុមហ៊ុន PLC ជាក្រុមហ៊ុននាំចូលដ្រូនកសិកម្ម DJI មុនដំបូងគេបង្អស់នៅប្រទេសកម្ពុជាហើយបងប្អូនចង់ទិញដ្រូនសម្រាប់ចម្ការឬក៏ធ្វើកសិកម្មផ្សេងៗទាំងអស់នេះអាចតាក់ទងជាមួយនឹង PLC បានតាម Telegram 081 40 00 06 ធ្វើការលឿនកម្លាំងខ្លាំងបត់បានគ្រប់កលៈទេសៈគឺត្រូវតែ New Holland តែមួយប៉ុណ្ណោះអញ្ចឹងយើងដាំបានហើយយើងផលិតគ្រាប់ស្វាយចន្ទីបានហើយដល់ពេលដែលយើងត្រូវនាំគ្នាទៅមួយដំណាក់កាលទៀតហើយគឺកែច្នៃផលិតយើងដាំបានហើយឥឡូវដល់ពេលដែលយើងត្រូវនាំគ្នាផលិតជាសិប្បកម្មជារោងចក្រដល់ពេលដែលយើងត្រូវកែច្នៃនៅផលិតផលដែលចេញពីស្វាយចន្ទីឲ្យបានច្រើនដំណាក់កាលចុងក្រោយនេះដំណាក់កាលថ្មីនេះនឹងក្លាយទៅជាដំណាក់កាលមួយដែលផ្ដល់នៅតម្លៃជាចំណូលធំមកដល់ប្រទេសកម្ពុជាយើងដូរឲ្យបានត្រឹមតែ30% នៃកសិផលស្វាយចន្ទីដែលយើងបានផលិតបាននោះចំណូល100អាចចូល1000លានដុល្លារបន្ថែមទៀតលើចំណូលបច្ចុប្បន្នយើងនឹងទទួលបានអញ្ចឹងទេតើយើងមានគំនិតអីខ្លះតើយើងមានឱកាសអីខ្លះនៅក្នុងការកែច្នៃស្វាយចន្ទីនិយាយរួមថារកចំណូលពីស្វាយចន្ទីនេះអញ្ចឹងប្រភពចំណូលធំទី1ដែលយើងបានធ្វើបានហើយគឺយើងលក់គ្រាប់ឆៅនេះគឺយើងលក់បានហើយយើងលក់បានច្រើនមែនទែនប្រទេសក្រៅបាទគេស្វាគមន៍គេចង់បានស្វាយចន្ទីខ្មែរយើងខ្លាំងយើងលក់បានហើយប៉ុន្តែទី1នេះយើងលក់គ្រាប់ឆៅវាបានតម្លៃមួយវាទាបវាមិនបានថ្លៃដូចយើងកែច្នៃទេទី2គឺយើងលក់គ្រាប់កែច្នៃវិញនេះជាប្រភពចំណូលថ្មីដែលយើងគួរនាំគ្នាមើលយើងលក់បានថ្លៃជាងក្រោយពីយើងកែច្នៃហើយសបកគ្រាប់ស្វាយចន្ទីយើងអាចច្នៃវាទៅជាអ្វីផ្សេងខ្ញុំចុះទៅកន្លែងបងដែលគាត់លក់ហើយគាត់កែច្នៃវាទៅជាគ្រាប់ស្វាយចន្ទីលក់អញ្ចឹងណាបាទសបកហ្នឹងគឺអាចយកទៅធ្វើស្រាវាយស្បែកជើងហើយអូយច្នៃបានច្រើននិយាយរួមអ្វីដែលយើងកំពុងមាននេះយើងច្នៃបានទៅជារបស់ផ្សេងនោះយើងនឹងបានចំណូលច្រើនហើយយកទៅធ្វើជីទៀតបាទអាកាវាអាសបកហ្នឹងក្រោយពីយើងចម្រាញ់វាហើយយកទៅធ្វើជីបានទៀតហើយសបកយើងច្នៃទៅជាស្រាវាយស្បែកជើងគ្រាប់គឺយើងអាចច្នៃវាទៅជាទឹកដោះគោស្វាយចន្ទីនិយាយរួមអស់នេះអាចច្នៃឲ្យដាក់ជាកំប៉ុង1 លីត្រទៅនោះយើងអាចលក់បានទៅទូទាំងពិភពលោកផ្ទាល់តែម្ដងនេះគឺជាប្រភពចំណូលទី2ប្រភពចំណូលទី3គឺទឹកខ្មេះស្វាយចន្ទីអាចទេទឹកខ្មេះស្វាយចន្ទីរបស់ខ្មែរយើងថ្ងៃណាមួយនឹងកើតចេញជាផ្លូវការអាចទេទឹកខ្មេះស្វាយចន្ទីអាចនឹងប្រកួតជាមួយនឹង Apple Cider ដែលគេហៅថាទឹកខ្មេះដែលខ្ញុំហៅថាទឹកខ្មេះប៉មព្រោះនៅប្រទេសក្រៅគឺគេដាំប៉មបានច្រើនអញ្ចឹងគេច្នៃវាទៅជាទឹកខ្មេះប៉មហើយទឹកខ្មេះប៉មនេះគេញ៉ាំទៅវាស្រក់គីឡូញ៉ាំទៅបន្ទោបងល្អស្រក់គីឡូព្រលឹមឡើងគេដាក់មកស្លាបព្រាអញ្ចឹងណាទឹកខ្មេះស្វាយចន្ទីនេះខ្ញុំខ្លួនឯងអ្នកធ្វើវីដេអូនេះខ្ញុំធ្លាប់ភ្លក់ផ្ទាល់តែម្ដងគឺសាលាកសិកម្មព្រែកលៀបជាអ្នកច្នៃអស់មកដល់ផគាត់អូយនៅថាស្រួលខ្លួនមែនតើគាត់តោះនេះមើលយើងមានកសិផលរួចទៅហើយយើងមានដើមស្វាយចន្ទីច្រើនមែនតើហើយផ្លែវាជ្រុះចោលនៅដើមនៅពេលដែលទុំយើងយកតែគ្រាប់ទេយើងលក់បានតែគ្រាប់ទេដល់ពេលផ្លែគឺយើងតម្លាក់ចោលទាំងអស់បោះចោលទាំងអស់ទុំជ្រុះចោលទាំងអស់តោះនេះគឺស្ដាយហើយដល់ពេលយើងច្នៃទៅជាទឹកខ្មេះស្វាយចន្ទីទៅទុកបានយូរហើយទាំងអស់នេះលក់បានច្រើនមានអ្នកច្នៃគាត់ថាទឹកខ្មេះស្វាយចន្ទីហ្នឹងទុកឲ្យយូរទីទៅវាទៅជាស្រាទៀតវាទៅជាផលិតផលស្រាស្វាយចន្ទីក៏ទៅជាមួយមុខទៀតដែរឃើញទេហើយទី4គឺចែមសម្រាប់បៀកនំប៉័ងហើយនេះព្រលឹមឡើងទាំងអស់គ្នាញ៉ាំអីឥឡូវយើងនៅញ៉ាំបាយសាច់ជ្រូកយើងនៅញ៉ាំកាទៀវបើតើអនាគតតែព្រោះយើងបៀកវាហ្មងបៀកមួយនឹងស្វាយចន្ទីតោះគ្នាមើលហើយគ្រាប់ស្វាយ
ចន្ទីនេះគឺវាផ្ដល់គុណតម្លៃខ្លាំងមែនទែនដល់សុខភាពយើងអញ្ចឹងអាចបៀកមួយវាទៅជាអាហារពេលព្រឹកសម្រាប់ខ្មែរយើងផងដែរហើយនេះលក់ទៅខាងក្រៅគឺបរទេសគេទទួលដៃពីរដោយសារពួកគាត់ញ៉ាំជាមួយនំប៉័ងច្រើនអញ្ចឹងនេះជាផលិតផលជាអាកាសទី4អាកាសទី5នេះក៏ធំដែរគឺផលិតក្តារបន្ទះចេញពីដើមស្វាយចន្ទីខ្ញុំបានទៅជែកគ្នាមួយបងសាលាខាងស្ថាបនិកគ្រីសួរបងគាត់ថាល្អណាស់ក៏សោះប៉ុន្តែព្រោះថ្ងៃហ្នឹងប្រហែលជាមិនគ្រប់ទេដាក់ហូងចាក់ទៅប្រហែលជាមិនគ្រប់ទេដើមអាដើមដែលត្រូវកាប់ដើមដែលត្រូវកាប់អីចាស់ៗដែលគេត្រូវដាំឡើងវិញអីចឹងវាមិនត្រូវកាប់អាដើមចាស់ចោលបាទអញ្ចឹងពេលខ្លះដើមចន្ទីច្រើនមែនតើវាត្រូវជួសចឹងយើងយកអាចាស់ហ្នឹងបើយើងធ្វើធំបានទេយើងអាចធ្វើតូចបានយើងច្នៃវាទៅជាសិប្បកម្មមួយដែលតូចបាទអាចប្រើម៉ាស៊ីនទៅម៉ាស៊ីនវានៅរៀងតូចតិចប្រហែលជាថ្លៃដើមវានៅរៀងថ្លៃប៉ុន្តែកាលណាយើងចាប់ដើមពីតូចទៅយើងមានឱកាសដើម្បីទៅអនាគតយើងចាប់អាធំបានទាំងនេះជាឱកាសធំនៅក្នុងការរកស៊ីក្នុងវិស័យស្វ័យចន្ទីក្រុមហ៊ុន PLC ជាក្រុមហ៊ុននាំចូលដ្រូនកសិកម្ម DJI មុនដំបូងគេបង្អស់នៅប្រទេសកម្ពុជាហើយបងប្អូនចង់ទិញដ្រូនសម្រាប់ចម្ការឬក៏ធ្វើកសិកម្មផ្សេងៗទាំងអស់នេះអាចតាក់ទងជាមួយនឹង PLC បានតាម Telegram 081 40 00 06ធ្វើការលឿនកម្លាំងខ្លាំងបត់បានគ្រប់កលៈទេសៈគឺត្រូវតែ New Holland តែមួយប៉ុណ្ណោះ